រីថ្ងៃបុណ្យចូលឆ្នាំចិនទាំងអស់គ្នាណាបងប្អូនទាំងអស់គ្នាទាំងនៅខ្មែរទាំងនៅអាមេរិកចាដល់ពេលថ្ងៃសែនចូលឆ្នាំចិនអញ្ចឹងបើខ្ញុំដឹងថាសូម្បីតែមិត្តភ័ក្តិក្នុង Facebook ខ្ញុំអីហ្នឹងគឺសិតតែកូនកាត់ចិនទាំងអស់គ្នាហ្មងបងប្អូនទាំងអស់គ្នាសែនក្នុងថ្ងៃច័ន្ទត្រូវទេចាតែចំពោះខ្ញុំវិញទៅចាប់ផ្ដើមសែននៅក្នុងថ្ងៃពុធនេះទេតែឥឡូវនេះយប់ថ្ងៃអង្គារអញ្ចឹងទៅគឺខ្ញុំចាប់ផ្ដើមធ្វើម្ហូបទាំងយប់តែម្ដងគ្រាន់តែមកនោះចេះដល់ម៉ោង 2:11 យប់ពដោយសារតែខ្ញុំរៀបចំសែនត្រូវនឹងថ្ងៃដែលក្បួនខ្នាតរបស់គ្រួសារខ្ញុំអញ្ចឹងណានេះគឺជាសកម្មភាពយប់ឡើងនេះគ្រាន់តែហើយនោះគឺម៉ោង 1 យប់ទៅរៀបចំហើយអញ្ចឹងទៅស្អែកឡើងគឺត្រូវតែរៀបចំទៅកន្លែងធ្វើការពីព្រលឹមទៀតដឹងតែពេលរៀបពីយប់អញ្ចឹងទៅស្រួលហើយនេះព្រលឹមឡើងអញ្ចឹងនេះមានបាយមានមីហើយនឹងមានឆាមានម្ហូបតិចតួចអញ្ចឹងណាហើយមានផ្លែឈើមានមាន់ទៅមានភេសជ្ជៈច្រើនទៀតចាគ្រួសារខ្ញុំមាននឹងគ្រួសារប្តីខ្ញុំសតកូនកាត់ចិនតិចតួចអញ្ចឹងបើយើងអត់សែនសោះហ្មងគឺអត់បាននេះគឺទំនៀមទម្លាប់គឺត្រូវតែសែនជារៀងរាល់ឆ្នាំទោះតិចច្រើនក្តីក៏ដោយហើយខ្ញុំមានហាងអញ្ចឹងក៏ត្រូវតែសែនជ្រូកខ្វៃអីនៅហាងអញ្ចឹងទៅហើយថ្ងៃនេះគឺថាជ្រូកខ្វៃទិញទូជាងឆ្នាំមុនដោយសារតែឆ្នាំមុនទិញធំពេកនាំញ៉ាំអស់ឡើងចង់មួយឆ្នាំតែលើកនេះវិញជ្រូកគឺអូយនេះមិនល្មមមកគ្រួសារខ្ញុំតែម្ដងចានេះរៀបចំហើយចាប់ផ្ដើមនាំគ្នាថតចាមានតែគ្រួសារគ្នាតែប៉ុណ្្នឹងចាហើយថតរូបជារៀងរាល់ឆ្នាំតែម្ដងឥឡូវនេះខ្ញុំចាប់ផ្ដើមអុជធូបបានស្រន់ហើយចាគឺអ្វីដែលខ្ញុំបងប្រាថ្នាមានតែសុខភាពល្អអ្នកផ្ទះសុខសប្បាយទាំងសងខាងលក់ឲ្យដាច់ភ្ញៀវហូរចូលមកច្រើនឆាប់បានតលេងខ្មែរចាហើយសូមឲ្យបងប្អូនទាំងអស់គ្នាក៏សំណាងល្អដែរណែហើយនេះបញ្ញារៀបចំអុជធូបដោយសារតែធ្វើមិនសែនមុននៅពេលបើកហាងតែពេលយើងបើកហាងមនុស្សមកច្រើនពេកគឺថាពិបាកណាស់សែនរួចរាល់ហើយចាខ្ញុំក៏បានចាប់ផ្ដើមដុតក្តារលុយនិងក្តារក្អៅអីដល់ដូនតាជីដូនជីតាយើងហើយអញ្ចឹងទៅគឺដើម្បីឲ្យគាត់មានលុយចាយច្រើនហូរហៀដល់កូនចៅដែរពេលដែលដុតលុយរួចរាល់អស់ហើយចាគឺចាប់ផ្ដើមដើរកន្លងភ្លើងម្ដងម្នាក់ដើម្បីឲ្យជំរះសយចេញអស់ចឹងណាហើយម៉ាក់ក្មេងខ្ញុំក៏ចាប់ផ្ដើមកាត់ជ្រូកខ្វៃហើយចាចែកគ្នាម្នាក់ម្ដុំហ្នឹងចាហើយទុកចែកភ្ញៀវដែលធ្លាប់ឲ្យម្ហូបមកខ្ញុំដែរអញ្ចឹងណាឲ្យគាត់បានសាកជ្រូកខ្វៃហើយឡើយនេះចាប់ផ្ដើមញ៉ាំហើយចាអូយគឺឈរញ៉ាំតែម្ដងអ្នកធ្វើការនៅក្នុងអាមេរិកនេះមិនដឹងសូម្បីតែពេលឈរញ៉ាំអីហ្នឹងធំតែ5នាទីទេខ្ញុំមកអាមេរិកដំបងឡើងឈឺកាពះតែឥឡូវរៀងស៊ាំអីចាគឺថាឈរញ៉ាំបែបនេះឥឡូវនេះចេញពីធ្វើការមកដល់ផ្ទះហើយចាគឺចាប់ផ្ដើមបើកទទួលអាំងប៉ាវហើយនេះអាំងប៉ាវដែលខ្ញុំទទួលបានណាចាបានមកពីប្តីខ្ញុំហើយនឹងម៉ាក់ក្មេកខ្ញុំនឹងចាគឺខ្ញុំក៏បានឲ្យគាត់ទៅវិញទៅមកនិយាយទៅគឺថាបនទៀនមានតែគ្រួសារគ្នាឯងនឹងឯងចាអួយលុយសុទ្ធតែថ្មីតែម្ដងឡើងឈ្ងុយហ្មងអាំងប៉ាវនេះគ្រួសារខ្ញុំនៅអាមេរិកគ្នាតែប៉ុណ្្នឹងអញ្ចឹងអាំងប៉ាវប៉ុណ្្នឹងគឺថាបានហើយបើសិនជាអាំងប៉ាវនៅស្រុកខ្មែរវិញអូយបងប្អូនខ្ញុំច្រើនណាស់ខ្ញុំគ្រាន់តែឲ្យកូនក្មួយខ្ញុំនឹងគឺថាមិនចេះតែអ្នកទេហើយឆ្នាំនេះអាណាគឺបានអាំងប៉ាវទៀតហើយគឺបានរាល់ឆ្នាំតែម្ដងលួលទៅមើលតុកតាប៉ុន្តែដៃស្វាយយកអាំងប៉ាវណាអាំងប៉ាវកូនខ្ញុំឆ្នាំនេះបាន$100ច្រើនណាឥឡូវនេះខ្ញុំចាប់ផ្ដើមថតជាមួយនឹងអ្នកផ្ទះខ្ញុំទៀតហើយអត់មានប្តីខ្ញុំដោយសារប្តីខ្ញុំគឺជាងកាមេរ៉ាចឹងហើយគឺមានសមាជិកតែប៉ុណ្្នឹងបកូនខ្ញុំវិញគឺថាញ៉ៃហ្មងឲ្យតែពេលថតរូបម្នាក់ផ្លេចខ្លួនណាស្រាប់តែកលេចមើលកូនខ្ញុំចាគឺថាស្ទើរបើកមើលអត់អាំងប៉ាវហ្មងហើយនេះគឺកំពុងដាក់លុយចូលក្នុងអាំងប៉ាវវិញនិយាយពីថាអូយអត់តន់ស្គាល់លុយទេប៉ុន្តែរឿងក្រហមមួយគឺថាយកទាំងអស់ហ្មងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមទស្សនាវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយទៀតណាសង្ឃឹមថាឆ្នាំថ្មីនេះថ្ងៃសែនចូលឆ្នាំចិនជូនពរឲ្យបងប្អូនហេងពេញមួយឆ្នាំនឹងតែម្ដងហើយជូនពរបងប្អូនសុខភាពល្អតែណាមណាសុខសប្បាយហើយនឹងការរកស៊ីទទួលទានមានបានទាំងអស់គ្នាណាលុយហូរចូលច្រើន